តែយើងធ្វើការមិនមែនតាមអារម្មណ៍ដោយអ្នកបញ្ចេញមតិនៅក្នុង Facebook ទេយើងធ្វើតាមគោលការណ៍ទំនិញដែលមិនជាប់បម្រាមយើងមិនអាចហាមឃាត់មិនឲ្យចូលទេព្រោះវាមិនជាប់បម្រាមចឹងហើយអ្នកនាំចូលអាជីវកររបស់យើងនៅតែអាចនាំចូលបានប៉ុន្តែសំខាន់ណាស់អ្នកទិញអ្នកប្រើប្រាស់ហើយអ្នកប្រើប្រាស់ទិញមិនទិញអាហ្នឹងមិនមែនមានអនុក្រឹត្យឬប្រកាសណាបង្ខំឲ្យគាត់ទិញឬមិនទិញទេនេះជាស្មារតីជាមនសិការទេអញ្ចឹងហើយវាខុសគ្នាអំពីគោលការណ៍និងស្មារតីមនសិការឬចលនាបេក្ខការគឺជាស្មារតីជាតិនិយមមិនមែនតំណែងមកដល់ស្រុកខ្មែរយើងអត់ទាន់ទូទាត់លុយគេទេយើងទូទាត់លុយឲ្យគេហើយបានតំណែងហ្នឹងមកដល់យើងហ្នឹងចឹងឯខាតអ្នកណាខាតអ្នកដែលទូទាត់លុយឲ្យគេហ្នឹងតំណែងដែលមកដល់ហើយស្រាប់ហើយយកទៅដុតចោលទៅវាមានប្រយោជន៍អីចឹងបានថាដូចរឿងប្រហិតរឿងអីគ្រប់សពទាំងអស់សាច់អីហ្នឹងគ្រប់សពទាំងអស់ហ្នឹងបើអ្នកទិញគាត់មិនទិញឬថាអ្នកទិញកាន់តែតិចទៅទុកឲ្យគាត់លក់ឲ្យអស់ទៅអ្វីដែលគាត់នាំចូលឲ្យតំណែងមិនជាប់បម្រាមហ្នឹងចុងក្រោយគាត់នាំមកទៀតលេងលក់លេងកើតគឺចប់បាត់ហើយ